បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះវិលមកជួបខ្ញុំបាទសារជាថ្មីម្ដងទៀតហើយបងប្អូនណាហើយពីរថ្ងៃនេះគឺអត់បានចេញវីដេអូទេដោយសារតែរវល់ធ្វើការបងប្អូនងាយញឹកមែនតើហើយសុខទុក្ខយ៉ាងណាដែរបងប្អូនប្រហែលថ្ងៃនេះដូចជាមេឃគឺភ្លៀងខ្លាំងណាស់ហើយសម្រាប់បងប្អូនដែលគាត់ធ្វើដំណើរតាមផ្លូវថែសុខភាពផងដោយសារតែមេឃភ្លៀងអញ្ចឹងវាអាចប៉ះពាល់ដល់សុខភាពរបស់យើងណាផ្ដាសាយធំផ្ដាសាយទូចអញ្ចឹងទៅហើយញ៉ាំបាយញ៉ាំទឹកនៅបងប្អូនតែមកនេះហើយបានម្ហូបអីញ៉ាំថ្ងៃនេះអេមីនដូចជាសម្លប្រហើរបងប្អូននេះឆ្ងាញ់គួរសមដែរណាអញ្ចឹងថ្ងៃនេះក៏ដូចជាសោកដងដែរដោយសារតែថ្ងៃនេះគឺខ្ញុំមានសាច់រឿងរបស់ប្អូនប្រុសម្នាក់ដែលគាត់ទៅលួចស្រឡាញ់បងស្រីម្នាក់ហ្នឹងគឺជាអ្នកមានណាហើយគាត់គឺជាអ្នកក្រទេក៏ប៉ុន្តែអាចនិយាយបានថាស្នេហារបស់អ្នកទាំងពីរហ្នឹងគឺរបៀបថាគាត់ស្រឡាញ់គ្នាខ្លាំងណាហើយខាងស្រីហ្នឹងក៏ស្រឡាញ់ខាងប្រុសដែរក៏ប៉ុន្តែជាធម្មតាប្រពន្ធឪពុកម្ដាយរបស់យើងអ្នកណាក៏ចង់ឲ្យកូនល្អដែរហើយក្រុមគ្រួសារគាត់គឺស្អប់ខ្ពើមអ្នកដែលអត់សូវមានទ្រព្យសម្បត្តិអញ្ចឹងណាហៅថាអ្នកក្រអញ្ចឹងណាគឺអត់សូវចូលចិត្តហ្មងទេហើយវងតកោគេអ្នកមានជិះឡានជិះហៅថារបស់ទំនើបអីរឿងចូលចិត្តខ្លះអញ្ចឹងធម្មតាបងប្អូនតាក្រគឺគេមើលងាយហើយអញ្ចឹងផឹងដើម្បីកុំឲ្យគេមើលងាយណាទោះបីជាយើងមិនបានស្មើគេធ្វើមកក្រុមគេតិចតួចទៅបានហើយអញ្ចឹងបងប្រុសម្នាក់ហ្នឹងគឺគាត់សុំមិនបញ្ចេញឈ្មោះទេគាត់បានលួចស្រឡាញ់នារីម្នាក់ដែលគាត់ហ្នឹងគឺរស់នៅក្នុងភូមិជាមួយនឹងគាត់ហ្មងដោយសារតែគាត់លួចស្រឡាញ់តាំងពីនៅក្មេងៗអញ្ចឹងពេលដែលគាត់ធំឡើងហ្នឹងគាត់រៀនចប់រៀនអីហើយក៏ប៉ុន្តែហាក់បីដូចជាស្នេហារបស់អ្នកទាំងពីរហ្នឹងគឺអត់ទៅមុខទេគឺម្ដាយរបស់គាត់ហ្នឹងគឺមិនអោយបងប្រុសហ្នឹងគឺតាក់ទងកូនស្រីគាត់ទេហើយគាត់មើលងាយទៅដល់បងប្រុសនោះទៀតគាត់ថាខ្លួនក្រហើយក៏ចង់ហក់លោតស្រឡាញ់កូនស្រីគេអ្នកមានហើយជួយខ្លួនឯងមិនទាន់ហួសផងហើយទៅយកកូនអញទៅបវិធានាទៅមិនទៅការឲ្យបាយស៊ីអញ្ចឹងបងប្អូនពេលដែលយើងអត់មានអីសោះពេលខ្លះគេអាចមើលងាយយើងខ្លាំងណាអញ្ចឹងយើងជាមនុស្សប្រុសយើងត្រូវតែប្រឹងដៃពីរជើងពីរវាមិនដែលថាយើងមកជាតិនឹងយើងក្ររហូតទេអញ្ចឹងយើងប្រឹងឲ្យអស់មានពីសមត្ថភាពណាហើយបងប្អូនមើលអ្នកមានណាអ្នកមានរាល់ថ្ងៃគេអត់ដែរទំនេរទេរវល់ខ្លាំងមែនតើគឺអត់ដែរទំនេរដូចយើងទេគឺរបៀបថាគេល្បិះណាពេលវេលារបស់គេគឺ1នាទី2នាទីហ្នឹងគឺជាមាសជាប្រាក់ហើយអញ្ចឹងបងប្អូនសិក្សាមើលអ្នកដែលគាត់មានបានតាំងពីគាត់តស៊ូដំបូងមកគាត់ធ្វើអីខ្លះគាត់ឆ្លងកាត់ការលំបាកអីខ្លះណាបងប្អូនសិក្សារៀនសូត្រតាមគាត់ទៅហើយគាត់រកស៊ីអីមានអាហ្នឹងគឺបងប្អូនទៅសួរបទពិសោធន៍គាត់ទៅពេលខ្លះអ្នកដែលគាត់មានហ្នឹងគឺពេលខ្លះគាត់ប្រាប់ដែរពេលខ្លះគាត់ឆ្មើងឆ្មៃគាត់អត់ប្រាប់ទេអញ្ចឹងមានតែខ្លួនយើងទេទើបអាចជួយយើងជួយខ្លួនឯងបានណាមិនអ្នកដទៃមកជួយយើងឲ្យខ្លះជាអ្នកមានបានទេអញ្ចឹងមិនចាំបាច់មានអ្នកមានអ្នកក្រទេអញ្ចឹងបងប្រុសគាត់ក៏បានទៅនិយាយជាមួយនឹងម្ដាយគាត់ដែរគាត់ថាខ្ញុំវាថ្មីត្បិតតែខ្ញុំហ្នឹងក្រមែនក៏ប៉ុន្តែចិត្តរបស់ខ្ញុំហ្នឹងគឺស្រឡាញ់កូនស្រីអ៊ំខ្លាំងណាអញ្ចឹងអ៊ំវិញម្ដងឲ្យខ្ញុំទៅដោយសារតែខ្ញុំលួចស្រឡាញ់ទាំងពីរគាត់នៅក្មេងៗនោះហើយអ៊ំហ្នឹងគាត់និយាយថាក្មួយឯងចេះនិយាយអញ្ចឹងចុះបើសិនជាអ៊ំឲ្យកូនស្រីអ៊ំទៅក្មួយឯងចុះពេលថ្ងៃណាដែលក្មួយឯងរកស៊ីអត់បានទៅហើយអត់មានអាហារហូបចុកអីគ្រប់គ្រាន់កូនអ៊ីមិនដាច់បាយដាច់ពោះស្លាប់ហើយគាត់មើលទៅសម្លៀកបំពាក់មើលតាំងពីចុងជើងដល់ចុងសក់កុំគូសារបស់គាត់អញ្ចឹងបានន័យថាបងស្រីហ្នឹងគាត់ដេកយប់ឡើងគាត់យំហ្មងដោយសារតែគាត់នឹកបងប្រុសពេកណាហើយការតស៊ូរបស់បងប្រុសហ្នឹងគឺមិនខកបំណងទេដោយសារតែគាត់គឺជាមនុស្សដែលតស៊ូខ្លាំងបងប្អូនការតស៊ូរបស់គាត់គឺខ្ពស់មែនទែនគាត់តាំងក្នុងគាត់វាថាគាត់តាំងចិត្តគាត់ថាមកជាតិនេះគឺគាត់ត្រូវតែខ្លាចជាអ្នកមានអញ្ចឹងគាត់ខំប្រឹងវឹកហាត់ការរៀនសូត្រហើយនឹង
ហៅថាបទពិសោធន៍ការងារឡើយផ្សេងអញ្ចឹងណាថារកស៊ីអីមានអញ្ចឹងណាបោះនិយាយថាគាត់ដំបូងជាអ្នកគប់ជេរដីឯងអញ្ចឹងគាត់គប់ជេរដីទៅគឺរៀងចំណេញគួរសមដែរគាត់ថាវាមិនណាស់ណាហើយជីវិតរបស់គាត់មួយចំហៀនដើរមួយចំហៀនគាត់គិតមួយចំហៀនអញ្ចឹងណាអញ្ចឹងពេលខ្លះបងប្អូនជួបបញ្ហាដែលដោះស្រាយចេញបងប្អូនអាចគិតវេះមិនចាំបាច់គិតវេះទេបងប្អូនបញ្ហាដែលកើតឡើងចំពោះមុខយើងមានវិធីអីគឺមានវិធីដែលត្រូវដោះស្រាយចេញហ្នឹងមិនមែនយើងគិតវេះទេអញ្ចឹងបងប្រុសគាត់វឹកហាត់ខ្លួនគាត់ហ្នឹងឲ្យក្លាយជាមនុស្សដែលចេះដឹងមនុស្សដែលមានហៅថាវិជ្ជាជីវៈក្នុងខ្លួនណាហើយគាត់ក៏បានបង្កើតក្រុមហ៊ុនតូចមួយជាក្រុមហ៊ុនហិរញ្ញវត្ថុណាហើយគាត់សាងក្រុមហ៊ុនរហូតដល់រយៈពេល2ទៅ3 4 5ឆ្នាំមកតំណតែក្រុមហ៊ុនរបស់គាត់នឹងដើរណាអញ្ចឹង4 5ឆ្នាំហ្នឹងគាត់បានតស៊ូខ្លាំងមែនទែនហើយម៉ាក់របស់គាត់ឬក៏ប៉ារបស់គាត់ហ្នឹងប៉ាខាងស្រីហ្នឹងឃើញសមត្ថភាពប្អូនប្រុសហ្នឹងគាត់តស៊ូរៀងក្នុងចិត្តនេះរៀងអាណិតដែរមិនមែនថាគាត់រើសអើងអីខ្លាំងពេកទេគ្រាន់តែថាគាត់មិនសូវចូលចិត្តអ្នកក្រហ្មងទេហើយប្រពន្ធសួរថាមានណាកើតមកចង់ក្រទេកើតមកគឺចង់តែមានចង់តែបានហើយចុះធម្មតាប្រពន្ធមនុស្សយើងកើតមកមិនមែនយកមាសមកតាមណាត្រូវតែខំផឹងប្រែងរកស៊ីនឹងឯងដើម្បីខ្លាចជាអ្នកមាននោះអញ្ចឹងសង្សាររបស់គាត់ហ្នឹងគឺបានអង្វរប៉ាម៉ាក់របស់គាត់ដែរគាត់ថាប៉ាម៉ាក់ឥឡូវនេះគឺខ្ញុំអាណិតសង្សារខ្ញុំខ្លាំងណាស់បើសិនជាជាតិនេះខ្ញុំអត់បានគាត់ទេខ្ញុំនឹងសម្លាប់ខ្លួនទេគម្រាមប៉ាម៉ាក់របស់គាត់ទៀតប៉ាម៉ាក់របស់គាត់ហ្នឹងគាត់ទៅលើកូនចង់សម្លាប់ខ្លួនរៀងពិបាកចិត្តដែរដោយសារតែជាធម្មតាបងប្អូនមនុស្សយើងពេលដែលយើងជួបមនុស្សដែលយើងមិនស្រឡាញ់ហើយគេសំគុំឲ្យយើងមានអារម្មណ៍មិនមានអារម្មណ៍ផ្សេងអញ្ចឹងទៅដូចគ្មានអារម្មណ៍ជាមួយទេអញ្ចឹងប៉ាម៉ាក់របស់គាត់បានខំបងស្រីក្នុងបន្ទប់មកអត់ឲ្យចេញទៅក្រៅទេបើគាត់ចេញទៅក្រៅហ្នឹងគឺគាត់ស្កាត់ទៅជួបបងប្រុសហ្នឹងអញ្ចឹងណាហើយបងប្រុសហ្នឹងឲ្យតែពេលល្ងាចគាត់ជិះកាត់ផ្ទះរបស់បងស្រីនឹងរហូតសង្សារគាត់ហ្នឹងហើយម្ដាយរបស់គាត់ហ្នឹងបិទទ្វារចិត្តឈឹងមិនឲ្យចូលទេបងប្អូនវាស្អប់ទៅដល់ថ្នាក់ហ្នឹងបងប្អូនយីបើថាស្អប់ធ្វើមុខមាត់មិនថាទេហើយស្អប់ដល់វងដល់តកោទេហ្នឹងបងប្អូនបានទេក្រុមគ្រួសាររបស់គាត់គឺគាត់របៀបថាបងប្រុសហ្នឹងគាត់តស៊ូរយៈពេល5ទៅ6 7ឆ្នាំជិត10ឆ្នាំអញ្ចឹងគាត់បានបង្កើតក្រុមហ៊ុននឹងមួយបានហៅថារីកចម្រើនឡើងមានអតិថិជនគេមកវិនិយោគឬក៏ហៅថាមានប្រស្រ័យតាក់ទងគ្នាជាធម្មតាណាហើយឪពុកម្ដាយរបស់បងប្រុសហ្នឹងក៏បានសប្បាយឃើញកូនជោគជ័យបងប្អូនអញ្ចឹងឪពុកម្ដាយពេលដែលឃើញកូនជោគជ័យអញ្ចឹងគឺរបៀបថាគាត់សប្បាយចិត្តខ្លាំងណាស់ទោះបីជាយើងមិនអោយអីគាត់ជាកាដូធំដុំអីគឺគាត់សប្បាយចិត្តគាត់ចង់បានអីពីយើងទេឪពុកម្ដាយបងប្អូនសួរទៅឪពុកម្ដាយគ្រប់រូបដែលមានចិត្តចង់បានអីពីកូនទេអត់មានទេបើសិនជាមានក៏មានភាគតិចដែរវាមិនមានច្រើនទេសំខាន់ឲ្យតែកូនមានសេរីសុខមានសុភមង្គលទៅចប់ហើយយើងកុំធ្វើឲ្យគាត់ទឹកភ្នែកទៅវាចប់បាត់ទៅហើយបងស្រីថ្ងៃហ្នឹងគាត់ប្រងនឹងចងកបងប្អូនក្នុងបន្ទប់ហ្នឹងហើយបន្ទប់ហ្នឹងមានកសែងមានហៅថាខ្សែអីទីទួយអញ្ចឹងណាហើយពេលហ្នឹងប៉ាគាត់ដឹងគាត់ឃើញលឺរៀងស្ងាត់ឆ្ងល់បើកទ្វារមើលឃើញបងស្រីហ្នឹងក៏យកកសែងចងកនៅក្នុងបន្ទប់ហ្នឹងហើយប៉ាគាត់គាត់តែឃើញគាត់ផ្ទះកូនស្រីគាត់មកកាភ្លៀងគាត់ថាឯងដោយសារតែប្រុសម្នាក់ឯងហ៊ានសម្លាប់ខ្លួនណាចឹងឯងអាណិតអញខំចាំឲ្យបន្ទូចមកនេះឥឡូវឯងចង់ការជាមួយវាអញការឲ្យចុះអាណិតកូនបងប្អូនបើសិនជាអត់ការឲ្យគាត់សម្លាប់ខ្លួនមានអីមានជំរឿសណាទៀតមានអីការឲ្យគាត់ទៅហៅបងប្រុសនឹងមកដល់ផ្ទះហៅមកដល់ផ្ទះហើយក៏បានសួរថាឥឡូវហ្នឹងក្មួយឯងហ្នឹងមានការងារមានហៅថាមុខរបរច្បាស់លាស់នៅហើយបងប្រុសគាត់និយាយគាត់ថា
អត់អីទេពូសពថ្ងៃខ្ញុំមានក្រុមហ៊ុនទូចមួយទេតែក្រុមហ៊ុនរបស់គាត់នឹងរីកចម្រើនធំហើយគេស្គាល់ច្រើនហើយគាត់វាថាអ្នកមានគេអួតណាគេប្រទៀបខ្លួនណាហើយក្រុមហ៊ុនហ្នឹងមើលទៅរីកចម្រើនអត់ក្មួយអត់អីទេពូធម្មតាដូចតែគេដូចតែឯងហើយរបៀបថាមានអតិជនចូលវិនិយោគច្រើនគួរសមដែរក៏ប៉ុន្តែខ្ញុំនឹងមុននឹងខ្ញុំកសាងក្រុមហ៊ុននេះឡើងខ្ញុំឆ្លងកាត់ការលំបាកច្រើន4 5 6 7ឆ្នាំជិត10ឆ្នាំហើយបានរីកចម្រើនឡើងណាអញ្ចឹងប្រហែលថ្ងៃក្រោយមកទៀតឪពុករបស់បងស្រីហ្នឹងគាត់បានដឹងថាក្រុមហ៊ុនដែលធំជាងគេហ្នឹងគឺជាក្រុមហ៊ុនរបស់បងប្រុសហ្នឹងរបៀបថាអ្នកមានគេលាក់មុខណាមានដោយសារតែគាត់តស៊ូខ្លាំងអញ្ចឹងអ្វីវាមិនបានដោយឯងទេបងប្អូនត្រូវប្រើការតស៊ូខ្លាំងនិងការគិតនិងប្រាជ្ញាផងបើយើងតស៊ូតែមួយមុខក៏រីកចម្រើនដែរវាបូកនឹងសុំនឹងហៅថាការឆ្លៀសវៃរបស់យើងបងប្អូនហៅថាឆ្លាតឆ្លៀសវៃនឹងបូកសុំជាមួយនឹងហៅថាការរៀនសូត្រច្រើនអាហ្នឹងបានយើងអាចដើរទៅមុខបានណាហើយអ្នកទាំងពីរហ្នឹងក៏បានការជាមួយគ្នាទៅបងប្អូនដោយសារតែឪពុកម្ដាយខាងស្រីហ្នឹងខ្លាចកូនរបស់ខ្លួនហ្នឹងសម្រាប់ខ្លួនហើយមើលទៅក្មួយប្រុសហ្នឹងរៀងកសាងក្រុមហ៊ុនបានរៀងគួរសមដែរមើលទៅអាចពឹងពាក់បានហើយអញ្ចឹងក៏គាត់ឲ្យកូនស្រីរបស់គាត់ហ្នឹងមកការជាមួយបងប្រុសហ្នឹងដោយថ្លៃបង្គាប់ថ្លៃទឹកដោះហ្នឹងគាត់ប្រកបចំនួន$70000 $70000បងប្អូនមិនមែនតិចទេណាថ្លៃណាស់ហើយបងប្រុសគាត់រៀងតលុយដែរដោយសារតែគាត់រកស៊ីយូរមិនថាគាត់តលលុយគាត់មាននៅក្នុងក្រុមហ៊ុនហ្នឹងក៏ប៉ុន្តែពេលដែលគាត់ដកមកហ្នឹងគាត់អត់មានលុយដើម្បីវិនិយោគមួយអ្នកដែលមកវិនិយោគមួយគាត់ទេអញ្ចឹងគាត់ត្រូវទៅខ្ចីលុយធនាគារហើយក្នុងក្រុមហ៊ុនរបស់គាត់ហ្នឹងគឺមានលុយតែ50000ជាង60000ទេអញ្ចឹងគាត់ខ្វះលុយណាខ្វះលុយគាត់ទៅខ្ចីធនាគារហ្នឹងចំនួន$20000ទៀតព្រោះនៅក្នុងក្រុមហ៊ុនរបស់គាត់គឺមានតែ50000ជាងទេអញ្ចឹងបុគ្គលិកនៅក្នុងក្រុមហ៊ុនហ្នឹងក៏ឲ្យមេរបស់គាត់ហ្នឹងយកលុយហ្នឹងយកដើម្បីមករៀបការជាមួយនឹងគូស្នេហ៍របស់គាត់ណាអញ្ចឹងពិបាកណាស់បងប្អូនរឿងស្នេហាប្រកាន់វណ្ណៈហ្នឹងពិបាកមែនខ្ញុំជួបផ្ទាល់បងប្អូនមិត្តភក្តិរបស់ខ្ញុំមិនមែនតែខ្ញុំទេអ្នកដែលធ្វើការមួយខ្ញុំគាត់ជាសន្តិសុខឯងហើយគាត់ឆ្លាញ់កូនស្រីគេផ្ទះវិឡាប៉ិនណានៃហើយជិះកង់ទៅមួយខ្ញុំហ្នឹងចុះធម្មតាបងប្អូនសន្តិសុខពេលយប់មិនជិះកង់មិនជិះម៉ូតូណាយាមយប់ដបាតអីចឹងទៅជិះកង់ទៅដល់មុខផ្ទះគេនេះគេឲ្យយក laptop ឲ្យគេវិញគេឲ្យយកស្អីណាសភៅឲ្យគេវិញដេញជើងចេញបងប្អូនបានអាហ្នឹងអតិថិភាពហ្នឹងខ្ញុំឃើញផ្ទាល់ហ្មងអញ្ចឹងវាអត់ខុសអីពីសាច់រឿងរបស់បងប្រុសហ្នឹងទេដែលគាត់បានជួបនឹងហៅថាហេតុការណ៍ដែលរឿងស្នេហាដែលប្រកាន់វណ្ណៈហ្នឹងសពថ្ងៃក៏នៅតែមានដែរអ្នកដែលគាត់ប្រកាន់វណ្ណៈហ្នឹងមុំខោអើមមើលយើងទេមើលលើមើលក្រោមចេះចុះបើសូវតែយើងទៅសសំបាយគេស៊ីទៅមិនមែនអត់បាយស៊ីណាផ្ទះមានបាយស៊ីដែរបងប្អូនអញ្ចឹងបងស្រីក៏គាត់សប្បាយចិត្តភ្លាមដោយសារតែគាត់បានដូចបំណងដោយសារតែគាត់គម្រាមឪពុកម្ដាយរបស់គាត់ហ្នឹងសម្រាប់ខ្លួនហ្នឹងហើយគាត់ក៏បានការជាមួយគ្នាទៅហើយម្ដាយខាងប្រុសម្ដាយខាងស្រីហ្នឹងមើលមុខគ្នាមិនត្រង់ទេដោយសារតែឃើញក្រុមគ្រួសារខាងប្រុសហ្នឹងគឺមិនសូវមានប៉ុន្មានតែគាត់ដឹងថាបងប្រុសហ្នឹងគឺគាត់ជាអគ្គនាយកនៅក្នុងក្រុមហ៊ុនហិរញ្ញវត្ថុហ្នឹងទេហើយការមួយគ្នាបានរយៈពេល2ខែហ្នឹងបានដឹងថាកូនប្រសាប្រុសរបស់គាត់ហ្នឹងគឺបានហៅថាជាអគ្គនាយកក្រុមហ៊ុននៅក្នុងហៅថាហិរញ្ញវត្ថុហ្នឹងគាត់ភ្ញាក់ហ្មងថាអូចុះមកក្មួយនេះលាក់មុខប្រធានក្រុមហ៊ុនទៀតអែមកវាអញ្ចឹងគាត់ថាឲ្យកូនវាទៅហ្នឹងអញអត់ស្ដាយទេគ្រាន់តែឃើញគេឡើងភ្លាមនិយាយជំរុញទៅភ្លាមអញ្ចឹងបងប្អូនអាហ្នឹងវាអត់ខុសប្លែកអីទេហើយបងស្រីបន្ទាប់ពីគាត់បានដោយបំឡងហើយគាត់អរគុណ
ប្តីរបស់គាត់ខ្លាំងណាស់ដោយសារតែគាត់ឃើញសមត្ថភាពប្តីរបស់គាត់ហ្នឹងខំប្រឹងតស៊ូទាំងបាត់ដៃទទេមកបងប្អូនអញ្ចឹងធម្មតាបងប្អូនមនុស្សយើងកើតមកគឺខ្លួនទទេសុទ្ធហ្មងចុះបងប្អូនឆ្ងល់ថាហេតុអីបើគេអាចខ្លាចជាអ្នកមានបានន័យថាគាត់រៀនពីក្មេងមកជំនាញស្អីខ្លះទី1គឺគាត់ចង់បានអ្វីហៅថាឧទាហរណ៍ថាគាត់ចង់បើកអាជីវកម្មមួយចុះហាងកាហ្វេចុះអញ្ចឹងគាត់ត្រូវសិក្សាអាជីវកម្មខាងកាហ្វេហ្នឹងឆុងមិនឆ្ងាញ់អីមិនដាក់ស្ករប្រមាណអីប្រមាណអញ្ចឹងគាត់រៀនរយៈពេល 2-3 ឆ្នាំទៅគាត់បើកហាងមួយទូចទេអញ្ចឹងបានន័យថាដើមទុនទូចគឺយើងប្រើតាមទឹកលុយរបស់យើងហៅថាទូកទូចក្តោងទូចទូកធំក្តោងធំណាអាហ្នឹងគឺវាអញ្ចឹងថ្ងៃនេះរៀងសង្ខេបសាច់រឿងទេហើយជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាហើយខុសត្រូវយ៉ាងណាក៏សូមអធិស្ឋានផងដោយសារតែ2-3ថ្ងៃនេះរវល់ធ្វើការបងប្អូនដឹកឲ្យបែរវ៉ាន់ឲ្យគេអត់ទំនេរទេឡើងខ្មៅមុខអស់ហើយបងប្អូនសូម្បីតែសក់ហ្នឹងក៏មិនបានកាត់ដែរឡើងវែងអស់ហើយអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់នៅសាច់រឿងមួយនេះហើយខ្ញុំគិតថាបងប្រុសហ្នឹងគឺបើសិនជាគាត់មិនតស៊ូទេបានន័យថាគាត់អត់ត្រូវបានជួបប្រពន្ធរបស់គាត់ទេបើយើងអត់មានអីសោះគឺគេអត់អាចពឹងពាក់លើយើងបានទេបងប្អូនហើយបងប្អូននិយាយថាស្នេហាអត់គិតរឿងក្រមានអីទេអត់មានរឿងគិតថាបងឯងមានលុយបានស្រឡាញ់អូនបានបងឯងអត់លុយមិនបាច់ស្រឡាញ់ទេធម្មតាបងប្អូនមនុស្សយើងវាតម្រូវការវាមិនចេះចប់ទេអញ្ចឹងទោះបីជាយើងអត់លុយយើងមានលុយយើងក៏ត្រូវមានដើម្បីឲ្យប្រពន្ធរបស់យើងហ្នឹងដើរសອບភីងចូលអាហារបុហ្វេដែរតិចតួចអញ្ចឹងណាហើយមនុស្សប្រុសទាំងមូលយើងធ្វើឲ្យគេមើលងាយមិនកើតអញ្ចឹងអូខេបងប្អូនយើងជួបគ្នាប៉ុណ្្នឹងចុះហើយវាជាធម្មតាទេគ្រាន់តែថាពេលដែលយើងឡើងខ្ពស់ទៅអាហ្នឹងគេស្គាល់ច្រើននៅរៀងទៀបទេគេមិនសូវស្គាល់ហ្មងទេវាថាឡើងមានទៅមានមិត្តភ័ក្ដិច្រើនណាហើយពេលដែលអស់ទ្រព្យសម្បត្តិអស់ទៅសូម្បីតាគីក៏មើលមុខដែរអាហ្នឹងវាអញ្ចឹងហ្នឹងបងប្អូននៅក្នុងសង្គមយើងសពថ្ងៃវាតែងតែមានរឿងអញ្ចឹងអូខេបងប្អូនជួបគ្នាប៉ុណ្្នឹងចុះហើយលាបងប្អូន3 ដងហ្នឹងណា